សួស្តីទៅកាន់បងអូនទាំងអស់គ្នាដែរថ្ងៃនេះដែរគឺខ្ញុំចង់ធ្វើការបង្ហាញពីរបៀបចាក់សោនៅលើទូរស័ព្ទដៃរបស់យើងហើយខ្ញុំសូមបញ្ជាក់បន្តិចនេះខ្ញុំបង្ហាញទៅលើទូរស័ព្ទ iPhone ទេហើយពាក់ព័ន្ធជាមួយទូរស័ព្ទ Android យើងខុសគ្នាបាទហើយមុននឹងធ្វើការបង្ហាញកុំភ្លេចជួយចុចsubscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទអូខេហើយអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់វីដេអូយើងតែម្ដងទៅអញ្ចឹងជាដំបូងគឺយើងចូលមកកាន់ setting កន្លែងកងចាក់នេះអញ្ចឹងយើងធ្វើការចុចទៅលើវាមកអូខេពេលដែលយើងធ្វើការចុចមកលើវានឹងចេញទម្រង់បែបនេះអញ្ចឹងយើងអាចធ្វើការអូសមកខាងក្រោមអូខេបន្ទាប់ពីយើងធ្វើការអូសមកខាងក្រោមហើយបងអូនឃើញសញ្ញាពណ៌ដូចជាពណ៌សយងចេញហ្នឹងហើយគេដាក់ file ID pass code នេះអញ្ចឹងយើងអាចធ្វើការចុចលើវាតែម្ដងទៅបាទជាស្រ័យយើងខោយើងចុចខោយើងចុចច្រំនេះវាមកអូខេមកដល់ត្រង់ចំណុចនេះដែរយើងធ្វើការអូសមកខាងក្រោមមកខាងក្រោមមកអូខេសូមបញ្ជាក់តិចនេះគឺជាទូរស័ព្ទខ្ញុំអត់តន់ដាក់ password ទេអញ្ចឹងទម្រង់ដែលយើងមិនតន់ដាក់ password វានឹងចេញទម្រង់បែបនេះតែបើយើងពីមុនយើងធ្លាប់ដាក់ password ទៅលើទូរស័ព្ទយើងហើយយើងចង់ change password វិញមានន័យថាយើងចង់ផ្លាស់ប្ដូរ password វិញអញ្ចឹងវាមានសញ្ញាពណ៌ក្រហមកន្លែងហ្នឹងយើងអាចធ្វើការ delete reset វាចោលទៅ reset password ចោលទៅអញ្ចឹងអានេះមានន័យថាទូរស័ព្ទខ្ញុំអត់ដាក់ password ទេអញ្ចឹងយកអូសមកខាងក្រោមយើងឃើញអក្សរ Q នេះហ៎ដាក់ through passcode on នេះអញ្ចឹងយើងធ្វើការចុចលើវាមកបាទអូខេមកដល់ត្រង់ចំណុចនេះដែរអញ្ចឹងគេនឹងទាមទារឲ្យយើងដាក់ password password សម្រាប់ចាក់សោទៅលើទូរស័ព្ទដៃរបស់យើងណាអញ្ចឹង password នេះគឺវាមាន6តុងក្នុងការចាក់ password បើយើងគិតថា password ហ្នឹង6តុងយើងចង់បានដាក់ password 6តុងឯងវាច្រើនពេកខ្លាចយើងអត់បានចាំអញ្ចឹងណាអញ្ចឹងយើងចង់ដាក់4តុងអីយើងអាចធ្វើការមកមើលខាងក្រោមនេះមកដើម្បីផ្លាស់ប្ដូរពី6តុងដាក់4តុងវិញបាទ password ណាអញ្ចឹងយើងមើលកន្លែងគេដាក់ passcode នេះមកអញ្ចឹងអាចធ្វើការចុចលើវាតែម្ដងទៅបាទអញ្ចឹងមកដល់ត្រង់ចំណុចនេះដែរត្រង់ចំណុចនេះដែរគឺវានឹងលោតឲ្យយើងគេសួរយើងចង់ដាក់6តុងឬក៏4តុងបើឧទាហរណ៍យើងចង់ដាក់4តុងអញ្ចឹងវានឹងលោត4តុងត្រង់ចំណុចនេះណាបាទអញ្ចឹងយើងចង់ដាក់ password អ្វីដែលយើងគូស្រឡាញ់ចង់ដាក់គេដាក់ទៅឲ្យតែយើងចាំអញ្ចឹងណាបាទឥឡូវខ្ញុំចង់ដាក់ខ្ញុំចង់ដាក់4តុងឯងខ្ញុំចង់ដាក់6តុងទៅលើទូរស័ព្ទដៃរបស់ខ្ញុំណាបាទអញ្ចឹងយើងធ្វើការចុច6តុងអញ្ចឹងខ្ញុំធ្វើការដាក់ password របស់ខ្ញុំមកអូខេពេលដែលខ្ញុំដាក់ឲ្យគេទាមទារឲ្យយើងដាក់ password មួយតង់ទៀត password ដែលយើងដាក់មុនហ្នឹងបាទអញ្ចឹងដាក់ដូចមកបើយើងដាក់ខុសវាមិនឲ្យទេបាទអញ្ចឹងដាក់ម្ដងទៀតអញ្ចឹងបន្ទាប់យើងដាក់បាន2ដងយើងធ្វើការរងចាំវានឹងចេញបែបនេះបាទអញ្ចឹងឥឡូវនេះយើងអាចឆ្លោះវាក៏បានដែរបាទចេញឆ្លោះវាមកហ្នឹងហើយអញ្ចឹងពេលដែលយើងនេះហើយអានេះវាលោតមកអូតូស្រេចអូតូអញ្ចឹងកន្លែងនេះកន្លែងយើង scan មុខយើងបើកសោអូតូបាទហើយជាចុងក្រោយវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរសម្រាប់បង្ហាញជូនទៅដល់បងប្អូនទាំងអស់គ្នាហើយជាចុងក្រោយកុំភ្លេចជួយចុច channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនៅក្នុង channel មួយនេះផងដែរបាទ